ចម្ងល់សួរថាមូលហេតុអ្វីបានជាថៃមិនព្រមបើកច្រកព្រំដែនឲ្យបានពេញលេញដោយកាលពីមុនបាទប្រិមិត្តតេតងទៅនឹងចម្ងល់មួយនេះអ្នកនាងកនិថាសូបានចេញមកធ្វើការវិភាគខ្លីដោយបានសរសេររៀបរាប់នៅលើ page របស់អ្នកនាងយ៉ាងដូចនេះថាខ្ញុំសូមវិភាគតើហេតុអ្វីបានជាប្រទេសថៃនៅតែមិនព្រមបើកព្រំដែនឲ្យបានពេញលេញដូចពីមុនតើហេតុអ្វីបានជាថៃនៅតែខាត់ភ្ញៀវទេសចរមិនឲ្យមកទស្សនាប្រទេសកម្ពុជាតាមពិតប្រទេសរបស់ខ្ញុំគិតថារឿងទាំងអស់នេះវាអាចតាក់ទងជាមួយនឹងរឿងដែលប្រទេសថៃចង់បើកល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសរបស់ខ្លួនឯងបងប្អូនគ្រាន់តែគិតពិចារណាត្រង់ចំណុចនេះទៅនៅថ្ងៃទី27ខែឧសភាឆ្នាំ2025កន្លងទៅប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ទី2របស់ខ្លួននៅលើច្បាប់ល្បែងស៊ីសងស្របច្បាប់ថ្មីបន្ទាប់មកនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលជាថ្ងៃបន្ទាប់ទាហានថៃក៏បានបាញ់សម្លាប់ទាហានខ្មែរស្លាប់អស់ម្នាក់តែម្ដងលើសពីនេះទៅទៀតវាត្រូវចំថ្ងៃដែលរដ្ឋាភិបាលថៃស្នើសុំបង្កើនថវិកាផ្នែកយោធាទៀតបងប្អូនដឹងស្រាប់ហើយថានៅក្រុងប៉ោយប៉ែតវាគឺជាទីក្រុងល្បែងស៊ីសងដែលភ្ញៀវមកលេងភាគច្រើនគឺជាជនជាតិថៃនៅប៉ោយប៉ែតមានកាស៊ីណូចំនួន150ជាងហើយក្នុងមួយថ្ងៃមានភ្ញៀវជនជាតិថៃបានឆ្លងដែនថៃកម្ពុជាចំនួន 5000 នាក់ដើម្បីមកលេងល្បែងជារៀងរាល់ថ្ងៃថៃបានឃើញយ៉ាងដូចនេះក៏បានបែកគំនិតចង់មានវិស័យល្បែងស៊ីសងបើកនៅក្នុងប្រទេសរបស់ខ្លួនឯងតែម្ដងដែលមិនចង់ឲ្យជនជាតិថៃទៅលេងល្បែងនៅក្នុងប្រទេសកម្ពុជាទៀតទេថៃចង់បង្កើតវិស័យកាស៊ីណូផ្ទាល់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរដូចម៉ាកាវប្រទេសថៃបានប៉ាន់ស្មានថាប្រសិនបើពួកគេមានវិស័យល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសរបស់ខ្លួនពិតមែននោះពួកគេនឹងអាចទទួលបានប្រាក់ 100,000 លានបាតក្នុងការវិនិយោគទៅលើវិស័យហ្នឹងក្នុងឆ្នាំដំបូងតែម្ដងហើយពួកគេបានធ្វើការប៉ាន់ប្រមាណថាចំណូលពីភ្ញៀវទេសចរវានឹងកើនឡើង 10% ជាមិនខានបងប្អូនការធ្វើឲ្យមានល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសថៃវាគឺជាគោលដៅដ៏ធំបំផុតរបស់បកភឿថៃក្នុងមួយឆ្នាំនេះតែម្ដងប្រសិនបើបកភឿថៃអាចបញ្ឈប់ប្រជាជនថៃកុំឲ្យទៅលេងល្បែងស៊ីសងនៅប៉ោយប៉ែតបានទៀតនោះប្រជាជនថៃខ្លះនឹងនាំគ្នាគាំទ្រឲ្យប្រទេសថៃមានកាស៊ីណូផ្ទាល់ខ្លួននៅក្នុងប្រទេសពេលយើងគិតទៅរឿងនេះវាពិតជាស៊ីជម្រៅហួសពីការគិតវាមានរឿងនៅពីក្រោយខ្នងច្រើនណាស់បងប្អូនរឿងនេះវាមិនមែនជារឿងលុយបន្តិចបន្តួចនោះទេគឺលុយខ្ទង់ពាន់លានដុល្លារតែម្ដងមានមហាសេដ្ឋីជនជាតិថៃច្រើនអ្នកណាស់បានតម្រង់ជួរដើម្បីទទួលបានអាជ្ញាប័ណ្ណដើម្បីបើកកាស៊ីណូឲ្យបានមុនគេនៅក្នុងប្រទេសថៃប្រជាជនថៃភាគច្រើនគឺមិនគាំទ្រឲ្យមានវិស័យល្បែងស៊ីសងនៅក្នុងប្រទេសនោះទេប៉ុន្តែពេលនេះដោយសារតែមានចំនួនជាមួយកម្ពុជាបែបនេះទៅប្រជាជនថៃខ្លះនឹងងាកទៅគាំទ្រតែម្ដងសូមអរគុណបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងឃើញថាបន្ទាប់ពីអ្នកនាងកនិថាបានធ្វើការវិភាគយ៉ាងដូចនោះហើយឃើញថាមានបងប្អូនប្រិយមិត្តយើងជាច្រើនបានចូលទៅបញ្ចេញមតិដែលមើលទៅពួកគាត់ភាគច្រើនគឺបានគាំទ្រក៏ដូចជាធ្វើការយល់ស្របទៅនឹងអ្វីដែលអ្នកនាងកនិថាបានលើកឡើងបាទឲ្យអ្នកខ្លះបាននិយាយថាត្រឹមត្រូវបាទបងវិភាគល្អណាស់បាទបងវិភាគបានល្អណាស់ជួយវិភាគឲ្យស្រោតមកចាបាទវិភាគបានល្អបាទអ្នកខ្លះគាត់ថាផេះបាទគាត់អត់ចង់និយាយថាគាត់អត់
អត់យល់អញ្ចឹងបាទគាត់ជឿអ្នកខ្លះថាធ្លាប់ស្ដាប់ព័ត៌មានថៃវានិយាយរឿងនឹងដែរបាទចឹងមានអ្នកខ្លះគាត់ថាគាត់ធ្លាប់មើលព័ត៌មានទៅក៏ឃើញថាថៃនិយាយតាក់ទងរឿងនឹងដែរបាទអ្នកខ្លះគាត់ថាដើម្បីលុយនៅថៃបាទបេស្យាស្របច្បាប់លក់កូនស្រីកញ្ឆាស្របច្បាប់រុក្ខជាតិញៀនឥឡូវចង់បើកលបែងស្របច្បាប់ទៀតបាទចឹងគាត់ថាថៃគឺយ៉ាប់បាទជាប្រទេសដែរមិនល្អទេហើយប្រិមិត្តខ្លះទៀតគាត់ថាបើវាពិតដូចបងវិភាគមែនខ្ញុំសែនអាណិតនឹងស្រណោះទាហានខ្មែរយើងដែលថៃបានបាញ់សម្លាប់ប្រិមិត្តយើងខ្លះទៀតគាត់និយាយថាមែនហើយព្រោះខេត្តផាត់តាយាបាទខេត្តផាត់តាយាបាទភ្ញៀវបរទេសច្រើនណាស់បាទប្រិមិត្តយើងខ្លះទៀតថាការវិភាគមិនដូចការគិតនោះទេហេតុការពិតវានឹងកើតឡើងខុសពីការវិភាគរបស់មនុស្សសម្បីលទ្ធផលបាល់ទាត់ក៏ខុសពីការវិភាគរបស់អ្នកគ្រប់ត្រូវដែរបាទសង្ឃឹមប៉ុន្មានភាគរយដែលអាចបើកកាស៊ីណូបានចា៎បងមើលធ្លុះបាទបងមើលធ្លុះស្ថានភាពបងមើលធ្លុះស្ថានភាពមែនបាទគាត់ចង់មានន័យបែបហ្នឹងខ្ញុំយល់ថាតាកតងនយោបាយអន្តរជាតិច្រើនជាងបាទអញ្ចឹងគាត់គិតផ្ទុយបាទអត់ logic អីម៉ាន់តិចបាទពិតជាត្រឹមត្រូវបាទមោទនភាពជាតិខ្មែរបាទច្បាស់ណាស់ខ្ញុំក៏គិតអញ្ចឹងដែរបាទខ្ញុំក៏គិតអញ្ចឹងដែរបាទអាចដែរបាទអញ្ចឹងឃើញប្រិមិត្តយើងភាគច្រើនគឺគាត់យល់ស្របក៏ដូចជាឯកភាពតែម្ដងទៅនឹងការវិភាគបាទអាចដែរព្រោះអាជីវកម្មមួយបានមកបាទអាចដែរព្រោះអាជីវកម្មមួយបានមកនៅផលចំណូលច្រើនវិភាគបានត្រឹមត្រូវបាទវិភាគបានត្រឹមត្រូវប្រជាជនចូលចិត្តលេងល្បែងណាស់បាទចង់ឲ្យចែនិយាយជាសំឡេងជាងបាទបើសិនជាប្រទេសបើកាស៊ីណូល្បែងស្របច្បាប់ច្បាស់ណាស់នឹងមានឃាតកម្មបាទនឹងមានឃាតកម្មចោលឆក់ចោលប្លន់នឹងរឿងជាច្រើនកើតឡើងនៅប្រទេសថៃបាទនេះជាគំនិតរបស់បងប្អូនយើងបើកបានល្អអាចមកពីអញ្ចឹងដែរបាទញៀនលបែងមិនស្ទើរដែរនឹងណាបងហេតុអ្វីមិនចេញជាវីដេអូបាទគាត់ឆ្ងល់ថាហេតុអ្វីបានជាអ្នកនាងគាត់និយាយថាមិនធ្វើជាវីដេអូហើយគាត់ផុសនៅលើ page ជាសំណេរទៅវិញចេញមួយវីដេអូមក idol រងចាំស្ដាប់ថៃគិតបានល្អតែកុំភ្លេចថាពួកទេសចរអឺរ៉ុបនឹងស្បែកសតអតីពួកគេមិនចង់ដើរទេសចរលោកឡំជាមួយពួកលេងល្បែងនោះទេពេលនោះថៃនឹងស្ងាត់ប្រទេសមិនខានបាទថៃក៏និយាយដូចបងដែលបានវាបង្កើតចំនួនជាមួយខ្មែរបាទប្រិមិត្តអញ្ចឹងឃើញថាបងប្អូនយើងភាគច្រើនគឺគាត់យល់ឃើញដោយទៅនឹងអ្នកនាងកនិថាបានធ្វើការវិភាគដែរបាទមូលហេតុថាពួកទាហានថៃក៏ដូចជាខាងប្រទេសថៃមិនព្រមដកថយឬក៏បើកព្រំដែនឲ្យបានដោយធម្មតានោះពីព្រោះតែបញ្ហាដែលប្រទេសថៃចង់បានកាស៊ីណូមួយនៅចំកណ្ដាលប្រទេសហើយជាកាស៊ីណូដែលស្របច្បាប់ទៀតផងបាទនេះគឺជាការវិភាគរបស់ The Conitazo